រឿងអ្វីក៏ដោយបើយើងមិនធ្វើគឺមិនអាចដឹងនោះទេកាលណាយើងអង្គុយតែគិតអង្គុយតែខ្លាចមិនហ៊ានដើរទៅមុខនោះច្បាស់ណាស់ថាខ្លួនអ្នកនឹងគ្មានអ្វីផ្លាស់ប្ដូរពេលខ្លះយើងមានគំនិតច្រើនប៉ុន្តែបើខ្វះសេចក្តីក្លាហាននៅក្នុងការសាកល្បងធ្វើនោះមិននឹងអាចសម្រេចគោលដៅបានលោក Ralph Waldo Emerson ដែលជាកម្ពុជាទស្សនវិទូនិងជាអ្នកនិពន្ធអាមេរិកមានឥទ្ធិពលម្នាក់ក្នុងសតវត្សទី19បាននិយាយថាជីវិតរបស់អ្នកគឺជាការធ្វើពិសោធន៍ប្រសិនបើអ្នកពិសោធន៍កាន់តែច្រើនអ្នកនឹងកាន់តែរីកចម្រើនហើយកាន់តែរឹងមាំច្បាស់ណាស់ការធ្វើពិសោធន៍គឺជាការសាកល្បងហើយការសាកល្បងនេះទៀតសោតប្រៀបដូចជាយើងកំពុងចាប់ផ្ដើមធ្វើរឿងមួយដែលយើងមិនដែលធ្វើពីមុនមកឬក៏អាចនិយាយបានថាជាការដែលធ្វើឲ្យការគិតការសម័យរបស់ខ្លួននឹងក្លាយជាការពិតបើទោះបីជាយើងមិនអាចដឹងជាមុនថាការដែលយើងធ្វើវានេះអាចនឹងសម្រេចជោគជ័យឬបែបណាក៏ដោយតែយ៉ាងហោចណាស់យើងក៏អាចមានជាបទពិសោធន៍សម្រាប់ខ្លួនឯងបានដែរយ៉ាងណាក៏ល្អជាងយើងអង្គុយនៅស្ងៀមហើយមិនព្រមធ្វើអ្វីទាល់តែសោះការដែលយើងហ៊ានសាកល្បងបានសេចក្តីថាយើងមានភាពក្លាហាននៅក្នុងខ្លួនហ៊ានទទួលយកការពិតនិងស្គាល់ខ្លួនឯងច្បាស់ប៉ុន្តែបើយើងខ្លាចនៅក្នុងការសាកល្បងធ្វើរឿងដែលយើងចង់ធ្វើនោះក៏នឹងបញ្ជាក់ច្បាស់ថាយើងមិនច្បាស់លាស់នឹងខ្លួនឯងមិនហ៊ានទទួលស្គាល់ការពិតខ្វះទំនុកចិត្តលើខ្លួនឯងហើយក៏អាចនិយាយបានថាមកពីគំនិតយើងយល់ថាមិនអាចទៅរួចមិនអាចធ្វើវាបានពុទ្ធវត្តមួយឃ្លាថាភាពជោគជ័យឬភាពបរាជ័យមានចំណុចចាប់ផ្ដើមតែមួយនោះគឺមកពីគំនិតវាពិតជាត្រឹមត្រូវព្រោះបើគំនិតយើងយល់ថាវាមិនអាចទៅរួចធ្វើទៅមិនកើតធ្វើទៅមិនជោគជ័យនោះច្បាស់ណាស់ថាយើងនឹងមិនបញ្ចេញសកម្មភាពធ្វើវាឡើយផ្ទុយពីនេះបើគំនិតយើងយល់ថាយើងអាចធ្វើបានយើងធ្វើទៅដឹងតែសម្រេចប្រកាសជាយើងនឹងបញ្ចេញសកម្មភាពធ្វើវាហើយច្បាស់ជាប្រឹងធ្វើឲ្យអស់ពីសមត្ថភាពអ្នកខ្លះតែយល់ថាមុននឹងធ្វើអ្វីមួយត្រូវគិតឲ្យបានល្អិតល្អន់ហ្មត់ចត់គ្រប់ជ្រុងជ្រោយគិតចុះគិតឡើងក៏ចាប់ផ្ដើមឃើញតែពីបញ្ហាហើយក៏ចាប់ផ្ដើមស្មុគស្មាញរុញរាមមិនហ៊ានសាកល្បងជួនកាលអ្វីដែលយើងគិតក៏មិនប្រកាសថាវានឹងអាចកើតឡើងបាន100%នោះដែរទោះតែសាកល្បងធ្វើទើបអាចដឹងច្បាស់បើសិនជាយើងគិតឲ្យបានហ្មត់ចត់មុននឹងធ្វើអ្វីមួយហើយឃើញពីបញ្ហាយើងអាចរកដំណោះស្រាយទុកជាមួយនឹងបញ្ហានោះវាក៏ប្រសើរជាងគិតដល់បញ្ហាហើយបិទផ្លូវខ្លួនឯងដែលមិនរកពីដំណោះស្រាយដែរព្រោះវាអាចធ្វើឲ្យយើងហ៊ានសាកល្បងនិងធ្វើទោះបីយ៉ាងណាក៏ដោយខ្ញុំយល់ថាមិនថាមានឧបសគ្គអ្វីឬបែបណាក៏ដោយមនុស្សយើងម្នាក់គួរណាស់តែហ៊ានផ្លាស់ប្ដូរខ្លួនឯងដើម្បីឲ្យកាន់តែមានការវិវត្តទៅរកភាពរីកចម្រើនជោគជ័យដែលត្រូវហ៊ានសាកល្បងធ្វើនៅរឿងថ្មីឬដែលយើងចង់ធ្វើដែលអាចធ្វើឲ្យខ្លួនឯងនឹងក្លាយជាមនុស្សម្នាក់ដែលអភិវឌ្ឍទៅមុខបានវាប្រៀបដូចជាសត្វអន្ទ្រីដែលជាសត្វតែងតែត្រៀមខ្លួនជានិច្ចសម្រាប់ការបណ្ដុះបណ្ដាលក៏ដូចជាអភិវឌ្ឍសមត្ថភាពយើងឃើញថានៅពេលដែលកូនរបស់វាអាចមានលក្ខណៈហោះហើរបានណាសត្វអន្ទ្រីគឺចាប់ផ្ដើមកាយសម្បុកចេញដើម្បីបង្រៀនកូនរបស់វានឹងឲ្យចេះហើរពេលខ្លះបើទោះបីជាកូនរបស់វាមិនទាន់នឹងអាចហោះហើរបានវាក៏អាចបង្រៀនកូនរបស់វាឲ្យសាកល្បងហោះហើរនៅពេលដែលមានករណីចាំបាច់ត្រង់ចំណុចនេះចង់បង្រៀនយើងឲ្យដឹងថាដើម្បីឲ្យខ្លួនឯងអាចទៅកាន់ពិភពលោកមួយដែលស្រស់ស្អាតនិងល្អជាងនេះយើងត្រូវមានភាពក្លាហានក្នុងការផ្លាស់ប្ដូរយើងត្រូវហ៊ានចាកចេញពីទីកន្លែងដែលយើងធ្លាប់នៅទៅកន្លែងថ្មីមួយទៀតដែលអាចឲ្យយើងមានការរីកចម្រើនបានយ៉ាងច្រើនជាងនេះយើងត្រូវហ៊ានសាកល្បងធ្វើអ្វីថ្មីដែលយើងមិនដែលនឹងជួបប្រទះកុំព្យាយាមឈរនៅមួយកន្លែងយើងត្រូវពង្រីកសមត្ថភាពយើងឲ្យកាន់តែប្រសើរជាងនេះនោះជីវិតយើងក៏ជួបប្រទះនៅអ្វីដែលល្អជាងនេះអ្នកទាំងអស់គ្នាត្រូវចាំថាការសាកល្បងមិនមែនជារឿងត្រូវខ្លាចប៉ុន្តែវាជារឿងគួរធ្វើព្រោះការសាកល្បងបើបរាជ័យវាគឺជាបទពិសោធន៍ជាមេរៀនជីវិតមួយដ៏ល្អសម្រាប់យើងបើជោគជ័យក៏ជារឿងដ៏ល្អសម្រាប់ខ្លួនយើងដូច្នេះការសាកល្បងធ្វើរឿងដែលយើងចង់ធ្វើមិនថាជោគជ័យឬក៏បរាជ័យគឺសុទ្ធតែជារឿងល្អសម្រាប់យើងហើយកាន់តែល្អនោះវានឹងធ្វើឲ្យយើងក្លាយជាមនុស្សរឹងមាំមានគំនិតចាស់ទុំគិតពិចារណាបានវែងឆ្ងាយជាងមុន